តើបងប្អូនថ្ងៃនេះខ្ញុំបង្រៀនបងប្អូនអំពីការថត selfie ទូរស័ព្ទ Samsung កុំឲ្យវាបញ្ច្រាស់រូបបងប្អូនឥឡូវខ្ញុំឧទាហរណ៍រូបមួយដែលខ្ញុំមិនទាន់ធ្វើវាឥឡូវយើងមើលទាំងអស់គ្នាប្រតិបត្តិទាំងអស់គ្នាយើងចូលកាមេរ៉ាមកចូលកាមេរ៉ា scene របស់ Samsung A53 ហ្នឹងមកនេះដល់ហើយយើងថតដូចជាយើងថតផ្សាយពាណិជ្ជកម្មលទ្ធផលរបស់យើងថតពីមុខ selfie អញ្ចឹងណានេះឧទាហរណ៍នេះឃើញអក្សរច្រើននេះ flower I love you អញ្ចឹងមានស្រឡាញ់ផ្កាតែថត selfie ទៅនេះឬយើងមើលឧទាហរណ៍មកឃើញទេវាឃើញអក្សរបញ្ច្រាស់វាអត់ឃើញអក្សរដែលយើងមើលទៅអត់បញ្ច្រាស់ទេអានេះមើលទៅបញ្ច្រាស់ហ្មងអញ្ចឹងយើងចូលធ្វើទាំងអស់គ្នាបែកមកវិញមកអញ្ចឹងយើងចូលកាមេរ៉ាស៊ីនធម្មតាអញ្ចឹងមកដូចយើងចូលអាសញ្ញាកងចាក់នេះគេហៅសញ្ញាម៉ាស៊ីនហ្នឹងសញ្ញាកងចាក់យើងចូលមកចូលហ្នឹងមកតោះមកយើងបិទពាក្យselfie as pre we west ខ្ញុំសេចជាអង់គ្លេសទេបងប្អូនរួចបិទអាហ្នឹងមកបិទអាលើគេហ្នឹងមក selfie ហ្នឹងមកas pre west ហ្នឹងមកបិទមកហើយយើងបែកមកវិញមកហើយបងប្អូនហើយរួចយើងថតទៅឃើញវាច្រាស់អញ្ចឹងឥឡូវយើងថតឧទាហរណ៍យើងថតលទ្ធផលរបស់យើងឈ្មោះអីមួយមកយើងថតមកយើងដកហើយមិញអញ្ចឹងវាឃើញវាច្រាស់អញ្ចឹងមែនតែយើងថតទៅឃើញត្រូវវិញប្រឹបអញ្ចឹងយើងចូលមើលភាសាទៀតចាំមើលវាច្រាស់ទេអត់នេះគេអត់ច្រាស់ទេ flower love you អញ្ចឹងមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើន